ខេត្តព្រះសីហនុតាក់ទាញគម្រោងរោងចក្រថ្មីចំនួន2បង្កើតការងារនិងជំរុញការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកធនធានអភិវឌ្ឍជនបទនិងកសិកម្ម ARDB ដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមថ្ងៃទី19ខែឧសភាឆ្នាំ2026ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំពិនិត្យនិងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រថ្មីចំនួន2បន្ថែមទៀតដែលមានទីតាំងស្ថិតនៅឃុំអូត្រេសស្រុកស្ទឹងហៅខេត្តព្រះសីហនុដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាននិងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋគម្រោងវិនិយោគរោងចក្រទាំងពីរនោះរួមមាន1ក្រុមហ៊ុន Belchon Tool Icor ផលិតផលសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ធ្វើអំពីដែកទុនវិនិយោគទុនចុះបញ្ជី$4 លានដែលមានម្ចាស់ភាគហ៊ុនវិនិយោគិនចិនលោកសាងយ៉ុងកាន់កាប់ 80% លោកលីវខុនកៃកាន់កាប់ 20%ស្ថានភាពសង្វាក់ផលិតកម្មបានចាប់ផ្ដើមដំណើរការផលិតកម្មតាំងពីខែកុម្ភៈឆ្នាំ2026លើផ្ទៃដីអគារជួលទំហំ 10,000 ម៉ែត្រការ៉េទីផ្សារនិងកម្លាំងពលកម្មនាំចេញទៅសហរដ្ឋអាមេរិកនិងលក់ក្នុងស្រុកត្រូវការកម្លាំងពលកម្មសរុបចំនួន187នាក់ក្នុងស្រុក180នាក់និងបរទេស7នាក់នៅពេលដំណើរការចេញសមត្ថភាពទី2ក្រុមហ៊ុន Zoring Comfort Tool Icor ផលិតផលសម្ភារៈប្រើប្រាស់ធ្វើពីផ្លាស្ទិកដែលជាដៃគូបំពេញបន្ថែមឲ្យរោងចក្រទី1ទុនវិនិយោគទុនចុះបញ្ជី$2 លានដែលមានម្ចាស់ភាគហ៊ុនលោកលីយូឈីងឈីងសញ្ជាតិចិនកាន់កាប់ភាគហ៊ុន 100%ស្ថានភាពសង្វាក់ផលិតកម្មកំពុងដំឡើងគ្រឿងម៉ាស៊ីនក្នុងខែឧសភានេះនិងគ្រោងចាប់ផ្ដើមសង្វាក់ផលិតកម្មនៅចុងខែមិថុនាឆ្នាំ2026ខាងមុខលើផ្ទៃដីអគារជួលទំហំ 3,000 ម៉ែត្រការ៉េទីផ្សារនិងកម្លាំងពលកម្មនាំចេញទៅសហរដ្ឋអាមេរិកនិងលក់ក្នុងស្រុកត្រូវការកម្លាំងពលកម្មសរុប41នាក់ក្នុងស្រុក36នាក់និងបរទេស5នាក់ពេលពេញសមត្ថភាពគម្រោងទាំងពីរនេះត្រូវបានទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងទទួលបានការលើកលែងថ្លៃសេវាសាធារណៈលើការចុះបញ្ជីពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្របតាមគោលការណ៍លើកទឹកចិត្តរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុក្នុងឱកាសនោះផងដែរឯកឧត្តមម៉ាងស៊ីណេតបានដាក់ចេញនូវការណែនាំដាច់ខាតដល់ម្ចាស់រោងចក្រទាំងពីរដើម្បីឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដូចជាផ្នែកបរិស្ថានត្រូវដាំដើមឈើនិងស្មៅបង្កើតរោងចក្របៃតងដើម្បីជាម្លប់និងជួយដល់បរិស្ថានប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យបានត្រឹមត្រូវបំផុតជៀសវាងដាច់ខាតការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងបរិស្ថានឆ្នេរការតភ្ជាប់ចរន្តអគ្គិសនីត្រូវរៀបចំតភ្ជាប់បណ្ដាញអគ្គិសនីទៅតាមឈ្មោះក្រុមហ៊ុនរៀងៗខ្លួនដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងពង្រីកទំហំប្រើប្រាស់ទៅថ្ងៃអនាគតឯកឧត្តមអភិបាលខេត្តបានគូបញ្ជាក់យ៉ាងច្បាស់ថាទីតាំងវិនិយោគទាំងពីរនេះពិតជាមានសក្តានុពលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដែលមិនត្រឹមតែជួយជំរុញផែនការអភិវឌ្ឍខេត្តព្រះសីហនុប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ